នេះគឺជា website សម្រាប់យើងសិក្សាគណិតវិទ្យាសម្រាប់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទជាងគ្រូបានបង្កើត app នេះមួយបាទបងប្អូនអាចចូលមកសិក្សាបានជាងការសិក្សាហ្នឹងគឺងាយស្រួលដោយសារយើងមានលំហាត់សម្រាប់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទមាន3ផ្នែកបាទជាងផ្នែកទី1បាទផ្នែកទី2សម្រាប់ប្រជុំទៅលំបាកបាទផ្នែកទី3ផ្នែកលំបាកចឹងពេលដែលបងប្អូនចុចមកគឺយើងឧទាហរណ៍ level 1យើងចុចចឹងមកបាទហើយផ្នែកនេះយើងអាចចុច level 1ក៏បានដែរតែមកឬក៏ level 2ចឹងមកបន្តមកទៀតបាទនេះយើងចុចតាមហ្នឹងមកបាទចឹងយើងអាចចុចចឹងមកគឺជាការស្រេចហើយគឺទៀតវាបង្កើតទៅជាហាត់សម្រាប់ឲ្យយើងអនុវត្តបានណាបាទអញ្ចឹងនេះគឺជា app មួយដែលបងប្អូនអាចចូលមកសិក្សាបានបាទហើយការសិក្សាហ្នឹងគឺយើងងាយស្រួលទេគឺពេលដែលយើងធីកទៅគឺយើងអាចដឹងថាយើងធ្វើខុសឬត្រូវហើយដឹងពិន្ទុយើងទៀតបាទអញ្ចឹងបងប្អូនអាចចូលមកសិក្សាបានព្រោះលំហាត់ទាំងអស់នេះគឺជាលំហាត់ស្តង់ដារបាទសម្រាប់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងសម្រាប់ឆ្នាំក្រោយៗទៀតណាអញ្ចឹងយើងបានមកនេះជឿថាម្ដាយរបស់ខ្ញុំបានទិញសាច់ជ្រូក5គីឡូក្រាមដោយតម្លៃ1គីឡូក្រាម25,000 រៀលគាត់បានឲ្យប្រាក់ទៅអ្នកលក់ចំនួន15,000 រៀលតើអ្នកលក់ត្រូវអាប់ប្រាក់ឲ្យគាត់វិញប្រមាណណាបាទអញ្ចឹងយើងអានេះយើងត្រូវគិតដែរណាបាទអញ្ចឹងពេលប្រឡងគ្រូកិច្ចព្រមព្រៀងគឺលំហាត់ប៉ុណ្្នឹងឯងបាទអញ្ចឹងវាទាមទារយើងត្រូវច្បាស់ដែរណាបាទត្រូវច្បាស់បាទអញ្ចឹងកន្លែងនេះគឺយើងអាចគិតគូរតាមនឹងមកហើយយើងធីកមកណាឧទាហរណ៍ថាយើងធីកអានេះមកថាយើងគិតចុះឡើងកន្លងយើងធីកមកគេគ្រូធីកនេះបាទអញ្ចឹងនៅពេលដែលយើងធីកទៅឧទាហរណ៍ធីកទៅខុសគឺដាក់ពណ៌ក្រហមអញ្ចឹងណាតែហើយវាប្រាប់ចម្លើយយើងនេះណាពណ៌ហាយយកមកអូខេអញ្ចឹងយើងស្វែងយល់ទៅបាទហើយបន្តមកទៀតយើងតទៀតបាទយើងតទៀតសំណួរបន្ទាប់ចុចមកនេះណាជឿថាអាវមួយមានតម្លៃ20,000 រៀលបើអ្នកលក់បញ្ចុះតម្លៃ 15% តើអាវនោះតម្លៃប៉ុន្មានបាទគេសិតទៅជាលំហាត់បាទហើយនេះយើងគុណនឹង85ចែក100មកជាការស្រេចណាបាទអញ្ចឹង85អានេះគុណ2ទៅវា17បាទអញ្ចឹងវាក្បាល17ហើយអញ្ចឹងតិចមកត្រូវហើយណាគេនេះវាសេយកស្អាតបាទអញ្ចឹងរថយន្តមួយបើកបរក្នុងល្បឿនមធ្យម60គីឡូម៉ែត្រក្នុង1ម៉ោងតើរថយន្តនោះធ្វើដំណើរបានចម្ងាយប៉ុន្មានបាទបើកបររយៈពេល2.5ម៉ោងណាបាទអញ្ចឹងយើងយក2.5ម៉ោងគុណនឹង60ទៅអានេះ5លើ2អញ្ចឹងវា30វា300លើ2វា150ណានេះគិតងាយបាទហ្នឹងដែរគេនេះត្រឹមត្រូវដែរតទៀតដីមួយកន្លែងបាទមានរាងចតុកោណកែងដែលមានបណ្ដោយ40ម៉ែត្រនិងទទឹង25ម៉ែត្រតើបរិមាណនៃដីនេះមានប៉ុន្មានអញ្ចឹងយកបូកចូលនេះចែកជា2មកគុណនឹង2មកអធិស្ឋានអញ្ចឹងវា65គុណនឹង2មកវា130ណា30ណាត្រូវទៀតណាបាទអញ្ចឹងបន្តទៀតក្នុងថ្នាក់មួយមានសិស្ស40នាក់បើសិស្សស្រីមានចំនួន3/5នៃសិស្សប្រុសតើមានសិស្សប្រុសចំនួនប៉ុន្មាននាក់ណាបាទអញ្ចឹងសិស្សប្រុសយើងមានប៉ុន្មាននាក់បាទដើម្បីឲ្យយើងអាចទូទាត់បានបាទអញ្ចឹងក្នុងថ្នាក់រៀនហ្នឹងវាមានសិស្សសរុប40នាក់ហើយតើសិស្សស្រីហ្នឹងមានចំនួន3លើ5ណាហើយនៃសិស្សសរុបតើមានសិស្សប្រុសចំនួនប្រមាណអ្នកអញ្ចឹងប្រកាសជា2លើ5ណា2លើ5វា80លើ5វាប្រមាណនេះបង80ចែកជា5វា16ណាបាទនេះ16ដែរត្រូវទៀតណាអញ្ចឹងយើងគិតងាយមកបាទក្នុងការប្រឡង4មុខវិជ្ជាសិស្សម្នាក់ទទួលបានបន្ទុកឬខាងក្រោម80 85 90 95តាមមធ្យមភាពបន្ទុកប្រមាណខ្ញុំបូកបញ្ចូលនេះចែកជា4ណាចានេះ85បូកនេះវា100វា108អានេះវា107ទៀតវា350 108 107
350ណា350ចែកជាមួយនឹង4បាទ350ចែក4ហ្នឹងយើងឃើញហើយបាទ350វា32វា80បាទ80 350ចែកនឹង4បាទ350ចែកនឹង4វានៅសល់30លើ4វា15លើ2អញ្ចឹងវា7.5បាទអញ្ចឹងវាក្នុងនេះណាគេត្រូវទៀតគេអញ្ចឹងយើងគិតមកទៅក៏បានឬក៏យើងនេះក៏បានដែរបាទអញ្ចឹងក្នុងការលាយបាទបេតុងបាទសមាមាត្ររវាងស៊ីម៉ង់និងខ្សាច់គឺ1 ធៀបនឹង4បាទមានថាស៊ីម៉ង់1ខ្សាច់4បាទបើគេប្រើខ្សាច់20បាវបាទខ្សាច់ត្រូវច្រើនជាងអញ្ចឹងវាត្រូវគុណនឹង5អញ្ចឹងស៊ីម៉ង់ត្រូវ5បាវនេះណាបាទអញ្ចឹងយើងគិតតាមហ្នឹងមកបាទត្រីកោណមួយមានបាតប្រវែង12សង់ទីម៉ែត្រនិងកម្ពស់8តើផ្ទៃកន្លែងប្រហែលអញ្ចឹងបាតគុណកម្ពស់ចែក2អញ្ចឹងវា648ណា48សង់ទីម៉ែត្រការ៉េត្រូវទៀតណាបាទអញ្ចឹងយើងគិតមកទៅចេញតែកន្លែងខ្លះគិតមកទៅអត់ចេញទេបាទអានេះភ្លើងសញ្ញាចរាចរណ៍ពណ៌បៃតងទី1ភ្លឺរៀងរាល់4នាទីម្ដងនិងទី2ភ្លឺរៀងរាល់6នាទីម្ដងបើសិនបើពួកវាភ្លឺដំណើរគ្នាតើនៅម៉ោង8តើពួកវានឹងភ្លឺដំណើរគ្នាជាថ្មីម្ដងទៀតដែរឬទេណានៅម៉ោងប៉ុន្មានណានៅម៉ោងប៉ុន្មានបាទអញ្ចឹងសំណួរនេះល្អបាទអញ្ចឹងយើងអាចយកទៅគិតសិនក៏បានដែរបាទគឺសិនបាទអញ្ចឹងកន្លែងនេះយើងអាចថាអញ្ចឹងវាភ្លើងសញ្ញាហ្នឹងវាបៃតងវាលោតនៅទី1ហ្នឹងវាភ្លឺ4នាទីណាម្ដងហើយទី2ហ្នឹងវាភ្លឺ6នាទីម្ដងបាទប្រសិនបើពួកវាមានតែភ្លើងសញ្ញាចរាចរណ៍បៃតងទី1ណាបន្តមកទៀតបៃតងទី2ហ្នឹងភ្លឺរៀងរាល់6នាទីម្ដងបាទអញ្ចឹងប្រសិនបើពួកវាភ្លឺដំណើរគ្នាបាទតើនៅម៉ោង8តើប្រសិនបើពួកវាភ្លឺដំណើរគ្នានៅម៉ោង8តើពួកវានឹងភ្លឺដំណើរគ្នាជាថ្មីម្ដងទៀតនៅម៉ោងប៉ុន្មានទៀតណាបាទអញ្ចឹងមានថានេះវាគេហៅថាពហុណាគេហៅថាពហុគុណរួមតូចបំផុតអាហ្នឹង4អានោះ6អញ្ចឹងវា2ស្វ័យគុណ2អានោះវា2គុណ3អញ្ចឹងវា2ការ៉េគុណ3អញ្ចឹងវា12ណា12អញ្ចឹងម៉ោង8 12នាទីណាអូខេយើងត្រូវទៀតណាអាហ្នឹងវាជាតងពហុនេះ LCM វាបាទអញ្ចឹងវាថាបច្ចុប្បន្នអាយុឪពុកមានអាយុ4ដងនៃអាយុកូនតើអាយុអ្នកទាំងពីរបូកបញ្ចូលគ្នាស្មើនឹង50ឆ្នាំណាតើអ្នកទាំងពីរមានអាយុប្រហែលអញ្ចឹងវាថាយើងបូកតើកូនមានអាយុប្រហែលអូខេអញ្ចឹងយើងតាំង x គឺជាអាយុកូន 4x ជាអាយុឪពុកអញ្ចឹងយើងយក x បូក 4x វាខ្លាយជា 5x បាទអញ្ចឹង 5x បាទ 5x ស្មើនឹង50អញ្ចឹងយើងទាញបាន x ស្មើនឹង10ណាបាទ x ស្មើនឹង10បាទអញ្ចឹងតកតងឡើងនេះបាទយើងឲ្យ10មកគឺត្រូវហើយអញ្ចឹងយើងដឹងមកយើងដឹងថាបន្ទុកយើងបានប្រមាណអីប៉ុន្មានគឺបាទយើងចុចមកនេះណាបាទអញ្ចឹងយើងបាន9មានថា9លើ10បាទអញ្ចឹងមានថាយើងអាចទទួលយកបានណាមានថាគេថាយើងប្រកែទៀតបាទអរគុណច្រើនបងនេះមានលំហាត់ទៅហោហាយចឹងអានេះក៏កម្រិតលំបាកដែរបាទអញ្ចឹងវាមានទៅតាមហ្នឹងបាទអញ្ចឹងបងប្អូនអាចចូលទៅវឹកហាត់ទៅនឹងបានយល់ហើយបងប្អូនដែលចង់រៀនអាចចូលរៀនបានព្រោះគ្រូនៅទទួលសិស្សទេហើយតម្លៃសិក្សាសមរម្យបាទមានន័យថាបងប្អូនបងថ្លៃសិក្សាតែម្ដងទេគឺ50000រៀលគឺរៀនបានរហូតអញ្ចឹងណាបាទឲ្យត្រៀមឡងគ្រូកិច្ចព្រមព្រៀងសម្រាប់ឆ្នាំក្រោយៗទៀតបាទបងប្អូនអាចទំនាក់ទំនងចុះឈ្មោះបានតាមរយៈលេខ Telegram 012579499បាទអញ្ចឹងអរគុណច្រើនបងប្អូនបាទយើងសម្រាប់ក្នុងចុះ